មនុស្សមុខពីរគេហៅថា two face person បានន័យថានៅពីមុខយើងគាត់ធ្វើជាល្អប៉ុន្តែនៅពីក្រោយខ្នងយើងគាត់និយាយអាក្រក់ឬក៏មិនស្មោះត្រង់ជាមួយយើងកុំស្អប់ពួកគាត់អីប៉ុន្តែគូកុំទុកចិត្តពួកគាត់ 100% ពេញលេញដែរចូលសង្កេតមើលសកម្មភាពជាជាងពាក្យសម្ដីរបៀបដោះស្រាយជាមួយមនុស្សមុខពីរទី1គឺរក្សាភាពស្ងៀមស្ងាត់កុំប្រតិកម្មជាមួយគាត់ប៉ុន្តែចូលសង្កេតមើលទៅលើអាកប្បកិរិយាក៏ដូចជាសកម្មភាពរបស់គាត់កុំចែករំលែកក៏ដូចជាព័ត៌មានណាច្រើនលើសលប់ពេកទៅកាន់គាត់ព្រោះយើងចាប់ផ្ដើមអត់ទុកចិត្តគាត់ហើយកុំព្យាយាមតបតឬក៏និយាយដើមគេឬក៏សងសឹកទៅវិញទៅមកវាអត់ចំណេញអីហើយវាថែមទាំងធ្វើឲ្យយើងនេះ stress កាន់តែទី4គឺយើងត្រូវឃ្លាតឆ្ងាយឬក៏ផ្ដាច់តំណតំណងខ្លះទៅពីព្រោះបើសិនកាលណាយើងមានអារម្មណ៍ថាវាធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងប៉ះពាល់តានតឹងអារម្មណ៍ខ្លាំងយើងគួរតែផ្ដាច់តំណតំណងឲ្យឆ្ងាយពីគាត់បន្តិចទៅ